ការឈឺក្រពះអាចបណ្ដាលមកពីសារធាតុផ្សេងគ្នាហើយការវះកាត់ជាធម្មតាត្រូវបានគេពិចារណានៅពេលដែលការឈឺចាប់ធ្ងន់ធ្ងរឬមានបញ្ហាសុខភាពធ្ងន់ធ្ងរខាងក្រោមនេះគឺជាបញ្ហាសុខភាពដែលអាចទាមទារការវះកាត់ក្រពះ 1. ដំបៅក្រពះ gastric ulcer ការរលាកឬដំបៅនៅលើស្រទាប់ក្រពះអាចបណ្ដាលមកពីការឆ្លងមេរោគ Helicobacter pylori ឬការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនស្តេរ៉ុយអាស៊ីដ NSAIDs ជាប្រចាំការវះកាត់អាចត្រូវបានទាមទារប្រសិនបើមានជំងឺប្រឡាក់ឬរបួស 2. មហារីកក្រពះ stomach cancer ការលូតលាស់មិនប្រក្រតីនៃកោសិកាក្រពះការវះកាត់គឺជាវិធីសាស្ត្រព្យាបាលចម្បង 3. ជំងឺរាតត្បាតក្រពះ gastric outlet obstruction ការរារាំងដល់លំហូរចំណីអាហារពីក្រពះទៅពោះតូចអាចបណ្ដាលមកពីដំបៅឬមហារីក 4. ជំងឺរាកលើផ្នែកខាងលើនៃក្រពះ gastroesophageal reflux disease GERD ការហូរឡើងវិញនៃអាស៊ីតក្រពះទៅរកបំពង់ក្នុងករណីធ្ងន់ធ្ងរការវះកាត់អាចត្រូវបានទាមទារ 5. ជំងឺរលាកក្រពះធ្ងន់ធ្ងរ severe gastritis ការរលាកស្រទាប់ក្រពះយូរអង្វែងក្នុងករណីដែលការព្យាបាលដោយថ្នាំមិនបានលទ្ធផល 6. ជំងឺប៉ោងស្រទាប់ក្រពះ gastric polyps ដុំប៉ោងលូតលាស់នៅលើស្រទាប់ក្រពះខាងក្នុងប្រសិនបើវាមានគ្រោះថ្នាក់ក្នុងការប្រែក្លាយទៅជាមហារីកការវះកាត់អាចត្រូវបានទាមទារសូមចំណាំការវះកាត់ក្រពះគឺជាការសម្រេចចិត្តធ្ងន់ធ្ងរហើយត្រូវតែធ្វើឡើងដោយគ្រូពេទ្យឯកទេសប្រសិនបើលោកអ្នកមានបញ្ហាសុខភាពសូមទាក់ទងគ្រូពេទ្យភ្លាមហើយកុំព្យាបាលខ្លួនឯង